đĩa sậpឬពាក្យផ្ទុយបាទចឹងបដិស័ព្ទគឺមានន័យថាពាក្យផ្ទុយនិងពាក្យខាងក្រោមចឹងបដិស័ព្ទនៅក្នុងវីដេអូមេរៀននេះគឺមាន6ទី1គឺចេតនាហើយពាក្យសល់ពាក្យសាមគ្គីពាក្យឃ្លានពាក្យឡើងពាក្យចុះតើឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការបង្ហាញខាងក្រោមចេតនាផ្ទុយនឹងអចេតនាសល់ផ្ទុយនឹងខ្វះឬក៏ខ្វះខាតទៅមកទៀតសាមគ្គីផ្ទុយនឹងបែកបាក់ឃ្លានផ្ទុយនឹងឆ្អែតបាទចឹងចេតនាផ្ទុយនឹងអចេតនាសល់ផ្ទុយនឹងខ្វះសាមគ្គីផ្ទុយនឹងបែកបាក់ឃ្លានផ្ទុយនឹងឆ្អែតតមកទៀតឡើងផ្ទុយនឹងចុះចេះផ្ទុយនឹងល្ងងបាទចឹងវីដេអូបដិស័ព្ទនៅក្នុងនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ